នខ្សោយពេកអាចនឹងត្រូវបានគេរំលោភបំពានរឹងទទឹងពេកអាចនឹងត្រូវបានគេបំបាក់ចិត្តល្អពេកអាចនឹងត្រូវបានគេកេងប្រយោជន៍មាត់រហ័សពេកអាចនឹងមានគ្រោះថ្នាក់ដោយមិននឹកស្មានដល់លេចធ្លោពេកអាចនឹងខ្លាចជាគោលដៅរបស់គេដាវលាក់មុខមនុស្សលាក់ត្បុតជាធម្មតាមនុស្សតែងតែចង់ឲ្យយើងធ្វើឲ្យបានល្អតែប្រសិនបើយើងធ្វើឲ្យបានល្អហើយលេចធ្លោកាន់តែខ្លាំងជាងគេនោះអាចនឹងធ្វើឲ្យគេកាន់តែមិនសប្បាយចិត្តអ្វីដែលលឿនជាងខ្យល់គឺអារម្មណ៍អ្វីដែលច្រើនជាងស្មៅគឺការគិតដែលកើតមានក្នុងអារម្មណ៍របស់មនុស្សអ្វីដែលធ្ងន់ជាងផែនដីគឺមាតាអ្វីដែលខ្ពស់ជាងឋានសួគ៌គឺបិតាអ្វីដែលជាគុណប្រយោជន៍ដ៏ប្រសើរគឺសុខភាពអ្វីដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតគឺចំណេះវិជ្ជាបណ្ឌិតតែងយល់ថាការសរសើរនិងទិះទានគឺមានតម្លៃដូចគ្នាដូច្នេះកុំរីករាយតែជាមួយនឹងការសរសើរហើយចាត់ទុកការទិះទានជាសត្រូវអាវុធ9ប្រភេទដែលធ្វើឲ្យយើងគ្មានថ្ងៃបរាជ័យទី1សេចក្តីគោរពឈ្នះចិត្តមនុស្សចាស់ភាពច្បាស់លាស់ឈ្នះចិត្តមិត្តការចេះដាក់ខ្លួន